បន្ទាប់ពីទូស្រីយើងសុំប្តីរបស់គាត់បែកប្តីគាត់ក៏និយាយថាសូមអូនកុំនិយាយដល់ចិត្តខឹងខ្ញុំមិនមានន័យដូចនោះទេអ្នកនាងស៊ីរ៉ូក៏និយាយថាត្រូវឲ្យបងស្រីអ្នកនិងអាជីបានរៀបការជាមួយគ្នាអស់រយៈពេល7ឆ្នាំមកហើយកុំធ្វើតាមកំហឹងចិត្តរបស់អ្នកមនុស្សល្អដូចលូជីគាត់មិនដែលបញ្ចេញកំហឹងនៅខាងក្រៅនោះទេគឺគាត់មិនដែលរញ៉េរញ៉ៃជាមួយនឹងអ្នកក្រៅបន្ទាប់មកអ្នកនាងលូជីគាត់ក៏បានគិតក្នុងចិត្តថាមិនអាចទុកឲ្យនីមកប្រគល់ប្រជែងជាមួយខ្ញុំដើម្បីទទួលយកឱកាសក្នុងការទទួលកេរមរតកនៅទ្រព្យសម្បត្តិគ្រួសារដែលគាត់ត្រូវជាប់ក្នុងអាពាហ៍ពិពាហ៍នេះឡើយបន្ទាប់មកទូស្រីយើងគាត់ក៏បានសម័យឃើញនៅពេលដែលពួកគាត់ទាំងពីរគូររូបជាមួយគ្នាឃើញគេឆ្និតឆ្នាលនឹងគ្នាថានឹងសះសងជាមួយគ្នាយ៉ាងផ្អែមល្ហែមបន្ទាប់មកទូស្រីយើងក៏បានសម័យឃើញប្អូនស្រីរបស់គាត់នេះបានយកវីដេអូហើយក៏បាននិយាយថាហេតុការណ៍កាលពី7ឆ្នាំមុនលូជីបានរៀបចំនរណាម្នាក់ឲ្យធ្វើវាបន្ទាប់ពីទូស្រីយើងសម័យចាប់ទូស្រីយើងក៏និយាយថាបុរសល្អមែនទេខ្ញុំពិតជារកមិនឃើញសូម្បីតែចង្គៀងគោមក៏ដោយបន្ទាប់មកលោកលូជីក៏និយាយទៅកាន់អ្នកមីងថាអ្នកមីងអ្នកមើលទៅថ្ងៃនេះគឺជាថ្ងៃរីករាយហេតុអ្វីបានជាអ្នកនិយាយរឿងទាំងអស់នេះក្រៅពីនេះនាងនៅក្មេងនៅឡើយហើយខ្ញុំនឹងរកវិធីសាស្ត្រដោះស្រាយជាមួយនាងខ្ញុំនឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីព្យាបាលរបួសផ្លូវចិត្តរបស់អ្នកធ្វើឲ្យអ្នកបំភ្លេចអតីតកាលបន្ទាប់ពីលោកលូជីគាត់និយាយចាប់ទូស្រីយើងក៏បានគិតក្នុងចិត្តថាអតីតកាលទាំងអស់នោះគឺជាលោកដែលជាអ្នកផ្ដល់ឲ្យខ្ញុំហេតុអ្វីបានជាអ្នកនៅតែធ្វើពោលជាមនុស្សល្អនៅទីនេះបន្ទាប់មកលោកលូជីគាត់បាននិយាយយ៉ាងផ្អែមល្ហែមដាក់ទូស្រីយើងថាទោះបីជាអ្នកមិនមានកូនក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់អ្នកដែរតើអ្នកអូខេដែរឬទេតើអ្នកយល់ព្រមទេបន្ទាប់ពីលោកលូជីនិយាយដូច្នេះទូស្រីយើងក៏បានច្រានលោកលូជីមួយទំហឹងនាងក៏បាននិយាយថាខ្ញុំមិនយល់ព្រមទេវាមិនល្អទេបន្ទាប់មកទឹកមុខរបស់លោកលូជីដូចជាភ័យអ្នកនាងស៊ីរ៉ូក៏បាននិយាយទៅកាន់លោកលូជីថាលូជីដល់ពេលញ៉ាំអាហារហើយបំភ្លេចវាចោលទៅបន្ទាប់មកម្ដាយចុងរបស់ទូស្រីយើងក៏និយាយថាត្រូវហើយខ្ញុំបានធ្វើស៊ុបមាន់ខ្មៅជាពិសេសសម្រាប់អ្នកទាំងពីរគឺជាយុវជនកំពុងតែពេញកម្លាំងដូច្នេះហើយខ្ញុំត្រូវតែធ្វើវាឲ្យអ្នកបន្ទាប់មកអ្នកនាងស៊ីរ៉ូក៏និយាយថាម៉ាក់តើម៉ាក់កំពុងនិយាយអ្វីតើពីនាងនិយាយបណ្ដាសាច់បណ្ដាជាមួយម៉ាក់របស់នាងក៏បានបបួលលោកលូជីនេះទៅញ៉ាំអាហារបន្ទាប់មកលោកលូជីគាត់ក៏បានញញឹមយល់ព្រមថានឹងចូលរួមញ៉ាំអាហារមិនស្ទាក់ស្ទើរមើលតួស្រីយើងហើយគាត់ក៏បានដើរចូលទៅតែម្ដងទឹកមុខរបស់គាត់គឺព្រានារីតែម្ដងណាបន្ទាប់ពីលោកលូជីបានដើរចូលទៅរីឯអ្នកនាងស៊ីរ៉ូក៏បាននិយាយទៅកាន់ម៉ាក់នាងថាម៉ាក់តើអ្នកនិយាយខ្លាំងប៉ុណ្ណាអំពីការនៅជាមួយបុរសដោយបាត់បង់ការមានកូនគេនិយាយឌឺដងដាក់តួស្រីយើងនាងក៏និយាយទៀតថាបងស្រីនេះគាត់អត់មានម្ដាយទេកាលពីមុនគាត់នៅក្មេងឥឡូវនេះគាត់ធំហើយក៏មិនអាចមានកូនបានវាពិតជាវេទនាខ្លាំងណាស់ពួកគេទាំងពីរកំពុងតែនិយាយឌឺដងដាក់តួស្រីយើងថាតួស្រីយើងនេះលេងជាមួយមនុស្សប្រុសរហូតដល់ខ្លួនមិនមានកូនតួស្រីបានលើពួកគេនិយាយដូចនេះហើយគាត់ពិតជាឈឺចាប់ខ្លាំងណាស់តើហ្វេនយើងមកបន្តសាច់រឿងរបស់យើងទៀតនៅពេលនេះតួស្រីយើងអង្គុយញ៉ាំបាយជាមួយពួកគេទាំងទុកមុខយ៉ាងត្រៀមក្រំតែម្ដងដោយឃើញពួកគេនេះកំពុងតែញ៉ាំអាហារជុលកែវស្រាគ្នានិងចាប់អាហារឲ្យលោកលូជីយ៉ាងយកចិត្តទុកដាក់កម្មភាពរបស់អ្នកនាងស៊ីរ៉ូគឺធ្វើបញ្ឈឺចិត្តតួស្រីយើងតែម្ដងតើពីពួកគេញ៉ាំអាហាររួចរាល់ពួកគេក៏បាននាំគ្នាមកថើបអោបរឹតគ្នានៅក្នុងបន្ទប់ស្របពេលនោះតួស្រីយើងក៏ដើរកាត់បន្ទប់នោះក៏បានឮសំឡេងលោកលូជីនិយាយថាខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ពេលនេះពួកគេទាំងពីរកំពុងតែអោបរឹតគ្នានិងអារម្មណ៍របស់ពួកគេកំពុងតែពុះកញ្ជ្រោលដោះកៅអៅឲ្យគ្នាទៅវិញទៅមកលោកលូជីក៏និយាយថាស៊ីរ៉ូពេលដែលម៉ាក់សុំឲ្យខ្ញុំលែងលះថ្ងៃនេះខ្ញុំពិតជាចង់យល់ព្រមណាស់ប៉ុន្តែខ្ញុំមិនអាចសន្យាបានទេព្រោះការគិតវាពិតជាពិបាកខ្លាំងណាស់ខ្ញុំមិនអាចជួយនាងបានទេប៉ុន្តែខ្ញុំត្រូវតែទទួលខុសត្រូវចំពោះនាងបន្ទាប់ពីលោកលូជីគាត់បាននិយាយចប់គាត់ក៏បានអោបចង្កេះអ្នកនាងស៊ីរ៉ូតែម្ដងគាត់បានយំបាននិយាយថាតើអ្នកមានដឹងទេថាខ្ញុំឈឺចាប់វេទនាប៉ុណ្ណាលោកលូជីក៏និយាយបណ្ដើមើលមុខអ្នកនាងស៊ីរ៉ូបណ្ដើក៏និយាយបន្តទៀតថាខ្ញុំពិតជាមិនស្រឡាញ់គាត់តតែសោះមនុស្សតែម្នាក់គត់ដែលខ្ញុំស្រឡាញ់នោះគឺជាអ្នកបន្ទាប់ពីលោកលូជីបាននិយាយចាប់អ្នកនាងស៊ីរ៉ូគឺរំភើបខ្លាំងណាស់ក៏បាននិយាយថាបងស្រីពិតជាដឹងថាអ្នកវេទនានេះគឺជាអ្វីដែលខ្ញុំអាចធ្វើបានសម្រាប់អ្នកនាងក៏បានដោះខោចេញទាំងអស់តែម្ដងនាងក៏បាននិយាយទៀតថាអ្វីដែលខ្ញុំជំពាក់អ្នកខ្ញុំនឹងសងតបស្នងទៅអ្នកវិញនៃជីវិតចុងក្រោយរបស់ខ្ញុំនាងនិយាយបណ្ដើអង្អែលលោកលូជីបណ្ដើលោកលូជីក៏និយាយថាស៊ីរ៉ូអ្នកមិនបានជំពាក់ខ្ញុំទេអ្នកមិនបាច់តបឆ្នងអ្វីខ្ញុំទេអ្វីទាំងអស់ដែលខ្ញុំបានធ្វើវាដោយស្ម័គ្រចិត្តបន្ទាប់លោកលូជីបាននិយាយចាប់អ្នកនាងស៊ីរ៉ូក៏ចាប់ថើបលោកលូជីតែម្ដងណារីឯតួស្រីយើងក៏បានស្ដាប់រឿងរ៉ាវដែលគេនិយាយគ្នាផងដែរបន្ទាប់មកនាងក៏បានដើរចេញពីបន្ទប់នឹងតែម្ដងរីឯពួកអ្នកទាំងពីរនេះកំពុងតែបឺជញ្ជក់គ្នាដូចវិញទៅមកទាំងចិត្តពួកគេកំពុងតែពុះកញ្ជ្រោលកណ្ដាលថ្ងៃត្រង់តែម្ដងលុះដល់យប់ឡើងតួស្រីយើងអង្គុយលើស្ពានម្នាក់ឯងក៏និយាយថាអាពាហ៍ពិពាហ៍គឺคล้ายខ្ញុំគ្រាន់តែជាឧបករណ៍សម្រាប់បញ្ជាក់ភាពឆ្មោះត្រង់របស់អ្នកចំពោះស៊ីរ៉ូបន្ទាប់មកតួស្រីយើងក៏បានដោះខ្សែកពីករបស់នាងយកមកមើលក៏និយាយថាតើអ្នកទាំងអស់គ្នាកំពុងតែដាក់អន្ទាក់ខ្ញុំដល់ពេលណាទៀតនាងក៏បោះចោលខ្សែកដែលលោកលូជីបានប្រគល់ឲ្យនាងព្រោះពេលនោះអ្នកនាងស៊ីរ៉ូក៏បានមកដល់ក៏និយាយថា
ស៊ីមីនេះបន្ទាប់មកនាងក៏បានដោះអាវរបស់នាងនេះឲ្យឃើញសាច់ខ្ចីរបស់នាងហើយនាងក៏និយាយទៅកាន់តួស្រីយើងថាវាហាក់បីដូចអាជីគិតថាអ្នកនេះគឺជាមនុស្សកខ្វក់គាត់មិនហ៊ានប៉ះនាងនោះទេនាងមិនដឹងទេថាតើអ្នកណាគឺទប់ចិត្តគាត់ធ្វើឲ្យគាត់នេះមិនហ៊ានប៉ះនាងវីដេអូដែលអ្នកបានថតពីមុនគឺមិនសូវច្បាស់ទេបើមិនដូច្នេះទេវាពិតជាគួរឲ្យរំភើបចិត្តជាងនេះខ្ញុំបានឮថាអ្នកត្រូវបានគេខំពីពេញខ្លួនតើវាពិតជារំភើបណាស់មែនទេនាងបាននិយាយចំអកលក់លុយដាក់តួស្រីយើងថាតួស្រីយើងធ្វើដូចជាតួស្រីយើងនេះជាមនុស្សល្មោកកាមអញ្ចឹងនាងក៏បាននិយាយទៅកាន់តួស្រីយើងថាឆាប់បិទអាវរបស់នាងទៅកុំឲ្យមនុស្សប្រុសឃើញអញ្ចឹងឲ្យខ្ញុំថើបនាងបន្តិចមកតួស្រីយើងក៏បានគីចេញក៏និយាយថានាងកំប៉ះខ្ញុំបន្ទាប់មកលោកលូជីក៏បានមកដល់ចាប់លើកអ្នកនាងស៊ីរ៉ូតែម្ដងបានដៃអ្នកនាងស៊ីរ៉ូបានញ៉េមញ៉ោដាក់លោកលូជីណាលោកលូជីក៏សួរថាតើមានរឿងអ្វីកើតឡើង